កុំឲ្យសម្ដីអវិជ្ជមានរបស់អ្នកដទៃមកបំផ្លាញជីវិតរបស់អ្នកនៅក្នុងដំណើរជីវិតមនុស្សគ្រប់រូបតែងតែជួបប្រទះនូវពាក្យសម្ដីការរិះគន់ផ្សេងៗវាមានទាំងវិជ្ជមាននិងអវិជ្ជមានបើទោះបីជាយើងព្យាយាមធ្វើអ្វីដែលល្អឥតខ្ចោះយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សមួយចំនួនដែលមើលឃើញតែចំណុចអវិជ្ជមានរបស់យើងឬក៏គ្រាន់តែចង់បង្អាក់ដំណើររបស់យើងដោយពាក្យសម្ដីរបស់ពួកគាត់ដូច្នេះហើយទើបការរៀនសូត្រអំពីរបៀបគ្រប់គ្រងនិងមិនត្រូវខ្វល់ពីសម្ដីអវិជ្ជមានទាំងនោះពេកវាគឺជាគន្លឹះសំខាន់មួយសម្រាប់ការរក្សាបាននូវភាពរីករាយសុភមង្គលហើយបន្តឆ្ពោះទៅមុខសម្រាប់ក្តីសុបិនរបស់យើងហេតុអីបានជាយើងមិនគួរបដ ாய் ខ្លួនឲ្យខ្វល់ពីសម្ដីអវិជ្ជមានពេកហេតុផលនោះគឺទី1ពាក្យសម្ដីអវិជ្ជមានធ្វើឲ្យបាត់បង់ថាមពលហើយនិងកម្លាំងចិត្តនៅក្នុងខ្លួនយើងនៅពេលដែលយើងចំណាយពេលគិតច្រើនឬក៏ឈឺចាប់ដោយសារតែសម្ដីអវិជ្ជមានយើងនឹងបាត់បង់ថាមពលផ្លូវចិត្តហើយនិងស្មារតីដែលគួរយកទៅប្រើប្រាស់នៅក្នុងការងារឬក៏កិច្ចការដែលមានប្រយោជន៍ដទៃទៀតការខ្វល់ខ្វាយហួសហេតុនាំឲ្យយើងមានភាពតានតឹងថប់បារម្ភហើយនិងសង្ស័យទៅលើសមត្ថភាពខ្លួនឯងដែលវាជាឧបសគ្គធំនៅក្នុងការបន្តដំណើរឆ្ពោះទៅកាន់គោលដៅទី2សម្ដីអវិជ្ជមានជាញឹកញាប់វាមិនពាក់ព័ន្ធទៅនឹងការពិតអំពីយើងទេអ្នករិះគន់ជាច្រើននិយាយចេញពីគំនិតឬក៏បទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេភាពចំណែនឈ្នានីសភាពមិនសប្បាយចិត្តផ្ទាល់ខ្លួនឬក៏ការយល់ខុសពីការពិតពួកគេមិនមែនជាអ្នកដឹងច្បាស់អំពីជីវិតឬក៏ការតស៊ូហើយនឹងតម្លៃពិតប្រាកដរបស់យើងទេការទទួលយកសម្ដីរបស់ពួកគាត់ជាការពិតគឺប្រៀបដូចជាការអនុញ្ញាតឲ្យការយល់ច្រឡំរបស់អ្នកដទៃមកកំណត់អំពីតម្លៃរបស់ខ្លួនយើងទី3ការឆ្លើយតបទៅនឹងការរិះគន់ទាំងអស់គឺអត់ប្រយោជន៍បើសិនបើយើងព្យាយាមតបតឬក៏ការពារខ្លួនរាល់ពេលដែលមានការរិះគន់យើងនឹងជាប់គាំងនៅក្នុងវដ្តដែលគ្មានទីបញ្ចប់ទេមនុស្សខ្លះគ្រាន់តែចង់បង្កចំនួនឬក៏ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណឹងឯងពេលខ្លះភាពស្ងាត់ស្ងៀមវាប្រៀបដូចជាដុំមាសចឹងហើយការដែលយើងមិនអើពើវាគឺជាវិធីដ៏ល្អមួយបំផុតដើម្បីដកថយចេញពីស្ថានភាពអវិជ្ជមានតែយើងគួរធ្វើម៉េចយើងអាចកំណត់ព្រំដែនចិត្តត្រូវតែចេះដឹងពាក្យសម្ដីណាដែលសមហេតុផលអាចយកមកកែលម្អបានហើយពាក្យសម្ដីណាដែលគ្រាន់តែជាសម្លេងរំខានឬមិនចាំបាច់យកមកដាក់នៅក្នុងចិត្តទេត្រូវតែចេះញែកឲ្យដាច់ពីគ្នារវាងពាក្យថាការរិះគន់ស្ថាបនាហើយនិងការរិះគន់ជាន់បន្លិចបើសិនជាការរិះគន់នោះវាមិនមានមូលដ្ឋានច្បាស់លាស់ឬក៏មានចេតនាអាក្រក់យើងគ្រាន់តែធ្វើជាមនុស្សដែលថ្លង់ទៅបានហើយដូចជាអង្កែបដែលផឹងឡើងដើមឈើដែលវាស្មានថាគេលើកទឹកចិត្តវាផ្ដោតទៅលើតម្លៃនិងគោលដៅផ្ទាល់ខ្លួនរំលឹកខ្លួនឯងជានិច្ចអំពីគោលបំណងហើយនិងទិសដៅដែលយើងកំពុងតែដើរនៅពេលដែលយើងដឹងច្បាស់អំពីអ្វីដែលយើងចង់បាននិងជឿជាក់លើខ្លួនយើងសម្ដីរបស់អ្នកដទៃនឹងមិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់យើងទេជីវិតរបស់យើងគឺជារបស់យើងហើយមានតែយើងទេដែលអាចកំណត់ជីវិតយើងបានឥឡូវនេះយើងនឹងបន្តទៅមើលគន្លឹះជាក់ស្ដែងមួយចំនួនទៀតដែលអាចជួយឲ្យយើងគ្រប់គ្រងអារម្មណ៍និងឆ្លងកាត់ការរិះគន់ទាំងនោះប្រកបទៅដោយភាពរឹងមាំនិងឆ្លាតវៃគន្លឹះជាក់ស្ដែងដើម្បីដោះស្រាយជាមួយនឹងសម្ដីអវិជ្ជមានទី1វិភាគសម្ដីនោះដោយសន្សឹមនិងប្រើហេតុផលនៅពេលដែលមានការរិះគន់ឬក៏សម្ដីអវិជ្ជមានដំបូងកុំទាន់ប្រតិកម្មភ្លាមឲ្យសោះត្រូវតែធ្វើការផ្អាកមួយផ្លែតដកដង្ហើមវែងហើយសួរទៅខ្លួនឯងនៅសំណួរមួយចំនួនតើការរិះគន់នឹងមានធាតុពិតឬក៏មានប្រយោជន៍អ្វីដែលអាចយកមកកែលម្អបានបើមានយើងទទួលយកវាដោយស្ងប់ស្ងាត់តើអ្នកនិយាយនេះជាមនុស្សដែលមានបទពិសោធន៍មានសមត្ថភាពឬជាមនុស្សដែលខ្ញុំគួរតែឲ្យតម្លៃឬអត់បើមិនមានតម្លៃទេមិនចាំបាច់ខ្វល់ទេតើពួកគេកំពុងតែព្យាយាមផ្ដោតលើចំណុចអវិជ្ជមានដើម្បីបង្អាក់ខ្ញុំឬក៏ពួកគេគ្រាន់តែមិនយល់ពីអ្វីដែលខ្ញុំកំពុងតែធ្វើទី2អាណិតអាសូរចំពោះអ្នករិះគន់ពេលខ្លះមនុស្សដែលនិយាយអវិជ្ជមានឬក៏រិះគន់អ្នកដទៃគឺដោយសារតែពួកគាត់កំពុងតែមានបញ្ហាផ្ទាល់ខ្លួនពួកគាត់មានអារម្មណ៍មិនសប្បាយចិត្តឬក៏មិនពេញចិត្តនឹងជីវិតរបស់ពួកគាត់ខ្លួនឯងការព្យាយាមដាក់ចិត្តជាអ្នករិះគន់ហើយយល់ពីស្ថានភាពផ្លូវចិត្តរបស់គេអាចជួយឲ្យយើងមើលឃើញថាសម្ដីរបស់ពួកគេមិនមែនជារឿងផ្ទាល់ខ្លួនរបស់គេទេតែជាការឆ្លុះបញ្ចាំងពីជីវិតរបស់គេប៉ុណ្ណឹងឯងនៅពេលដែលអ្នកមានអារម្មណ៍អាណិតភាពជឿចាប់និងកំហឹងរបស់យើងនឹងថយចុះទី3រក្សាកម្រិតផ្លូវចិត្តនិងផ្លូវកាយប្រសិនបើមនុស្សនោះតែងតែនិយាយសម្ដីអវិជ្ជមានហើយបង្កផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យើងត្រូវតែព្យាយាមកាត់បន្ថយពេលវេលាដែលនៅក្បែរពួកគាត់ចំពោះការរិះគន់តាមប្រព័ន្ធអនឡាញយើងអាចជ្រើសរើសមិនអើពើលុបឬក៏ទប់ស្កាត់ដើម្បីការពារខ្លួនពីថាមពលអវិជ្ជមានទាំងអស់ហ្នឹងយើងអាចមានសិទ្ធិពេញលេញនៅក្នុងការបង្កើតបរិយាកាសវិជ្ជមានសម្រាប់ខ្លួនឯង
ទី4ផ្ដោតលើភាពជោគជ័យនិងមតិវិជ្ជមានរបស់អ្នកដទៃកុំឲ្យការរិះគន់មួយឬក៏ពីរមកគ្របដណ្ដប់លើការងារល្អឬក៏ការសរសើររាប់ពាន់ដែលយើងធ្លាប់ទទួលបាននៅពេលដែលយើងមានអារម្មណ៍ទន់ជ្រាយយើងអាចរំលឹកខ្លួនឯងអំពីសមិទ្ធផលដែលយើងបានសាងកន្លងមកហើយនឹងមតិលើកទឹកចិត្តដែលយើងធ្លាប់ទទួលបានពីអ្នកដទៃត្រូវចេះកោតសរសើរនិងផ្ដោតការយកចិត្តទុកដាក់របស់អ្នកទៅលើអ្នកដែលគ្រប់គ្រងអ្នកវិញពេលនោះហើយអ្នកនឹងមានកម្លាំងចិត្តនិងបន្តដំណើរទៅមុខឥឡូវនេះយើងនឹងពិនិត្យទៅមើលទៅលើរបៀបដែលយើងអាចកែប្រែបទពិសោធន៍អវិជ្ជមានទៅជាឱកាសនៃការរីកចម្រើនផ្ទាល់ខ្លួននិងការកសាងភាពធន់របស់យើងការកែប្រែសម្ដីអវិជ្ជមានទៅជាឱកាសរីកចម្រើនមានដូចខាងក្រោមទី1ប្រើប្រាស់ការរិះគន់ជាកម្លាំងជំរុញសម្រាប់សម្ដីអវិជ្ជមានឬក៏ការរិះគន់ទាំងឡាយណាដែលគ្មានហេតុផលច្បាស់លាស់ឬមានចេតនាអាក្រក់សូមកុំធ្វើឲ្យអ្នកដទៃបាក់ទឹកចិត្តផ្ទុយទៅវិញយើងអាចប្រើជាកម្លាំងជំរុញដើម្បីឲ្យខ្លាំងដើម្បីបង្ហាញឲ្យពួកគេឃើញថាសម្ដីរបស់ពួកគេគឺខុសហើយភាពជោគជ័យរបស់អ្នកគឺជាការឆ្លើយតបដ៏ល្អបំផុតហើយមានប្រសិទ្ធភាពបំផុតចំពោះអ្នកដែលចង់បង្អាក់អ្នករាល់ពេលដែលអ្នកមានអារម្មណ៍ថាអស់សង្ឃឹមចូលរំលឹកខ្លួនឯងថាត្រូវតែតស៊ូដើម្បីបង្ហាញដល់អ្នករិះគន់ថាពិតជាអាចធ្វើទៅបានទី2ពង្រឹងភាពធន់ផ្លូវចិត្តការជួបប្រទះសម្ដីអវិជ្ជមានម្ដងហើយម្ដងទៀតវាគឺជាឱកាសដ៏ល្អមួយសម្រាប់ពង្រឹងភាពធន់របស់យើងឬក៏ផ្លូវចិត្តរបស់យើងភាពធន់វាគឺជាសមត្ថភាពនៅក្នុងការងើបឡើងវិញយ៉ាងឆាប់រហ័សពីការលំបាកឬក៏ការឈឺចាប់អនុវត្តការទទួលស្គាល់អារម្មណ៍ឈឺចាប់របស់អ្នកប៉ុន្តែកុំបដោយឲ្យខ្លួនជាប់គាំងជាមួយវាកំណត់ពេលវេលាខ្លីមួយឧទាហរណ៍5នាទីដើម្បីគិតអំពីសម្ដីនោះបន្ទាប់មកត្រូវបង្ខំឲ្យខ្លួនឯងបន្តធ្វើអ្វីដែលវិជ្ជមាននិងមានប្រយោជន៍ពង្រឹងការអត់ធ្មត់ពេលដែលយើងកាន់តែប្រឈមមុខនឹងការរិះគន់ច្រើនដងយើងនឹងកាន់តែរឹងមាំហើយមានភាពស៊ាំទៅនឹងសម្ដីទាំងអស់ហ្នឹងទី3រក្សានៅការគោរពខ្លួនឯងមិនថាអ្នកដទៃនិយាយអវិជ្ជមានមកលើអ្នកយ៉ាងម៉េចទេចូលចងចាំថាតម្លៃខ្លួនរបស់អ្នកមិនត្រូវបានកំណត់ដោយមតិរបស់អ្នកដទៃទេត្រូវតែបន្តធ្វើល្អនិយាយពាក្យល្អនិងគិតអ្វីដែលវិជ្ជមាននិយាយវិជ្ជមានទៅកាន់ខ្លួនឯងជំនួសសម្ដីអវិជ្ជមានរបស់អ្នកដទៃដោយការលើកទឹកចិត្តនិងការសរសើរខ្លួនឯងកំណត់នៅអត្តសញ្ញាណរបស់យើងខ្លួនឯងកុំអនុញ្ញាតឲ្យសម្ដីអវិជ្ជមានណាមួយមកកំណត់ថាយើងជានរណាយើងគឺជាមនុស្សដែលមានតម្លៃមានសមត្ថភាពហើយមានលក្ខណៈពិសេសរបស់យើងខ្លួនឯងការរស់នៅក្នុងសង្គមយើងមិនអាចគេចផុតពីការរិះគន់បានទេអ្វីដែលសំខាន់គឺរបៀបដែលយើងជ្រើសរើសប្រតិកម្មចំពោះវាការដែលយើងមិនខ្វល់ពីសម្ដីអវិជ្ជមានពេកគឺវាមិនមែនជាការគេចវេសទេតែវាជាការការពារខ្លួនពីថាមពលអាក្រក់ដែលចង់បំផ្លាញគោលដៅហើយនិងសុភមង្គលរបស់យើងរស់នៅដោយភាពជឿជាក់លើខ្លួនឯងផ្ដោតទៅលើការកែលម្អខ្លួនឯងជានិច្ចហើយទុកឲ្យភាពជោគជ័យរបស់យើងជាចម្លើយដ៏មុតមាំមួយចំពោះការរិះគន់ទាំងអស់ហ្នឹងជីវិតគឺជាដំណើរផ្សងព្រេងរបស់យើងសូមកុំឲ្យសម្លេងរបស់អ្នកដទៃមកគ្របដណ្ដប់សម្លេងនៅក្នុងចិត្តរបស់យើងអីអរគុណសម្រាប់ការស្ដាប់នៅវីដេអូមួយនេះជួបគ្នានៅវីដេអូបន្តទៀត